បាទខ្ញុំបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលតែងតែតាមដានទស្សនានៅក្នុង Facebook ក៏ដូចជា Channel YouTube ផ្លូវការរបស់ខ្ញុំបាទប្រហែលថ្ងៃនេះឃើញមានផុសផ្សព្វផ្សាយច្រើននៅលើបណ្ដាញសង្គមពាក់ព័ន្ធជាមួយនឹងការកែសម្បត្តិកំណើតបាទហើយត្រូវចំណាយថវិកាត្រូវចំណាយធនធានអីជាដើមនោះរហូតដល់មានការផុសផុលនៅលើបណ្ដាញសង្គមហើយយកឱកាសនេះខ្ញុំឆ្លៀតឱកាសជំរាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំកោះខែលសូមបងប្អូនមេត្តាយកចិត្តទុកដាក់ដែលកន្លងមកនេះបងប្អូនមួយចំនួនឬក៏បងប្អូនដែលបានទទួលសម្បត្តិកណើតពីខ្ញុំបាទក្តីឬក៏មកយកនៅសាលាឃុំក្តីតែងតែឃើញខ្ញុំបាទក៏ដូចជាមន្ត្រីនៅសាលាឃុំតែងតែឲ្យបងប្អូនពិនិត្យផ្ទៀងផ្ទាត់ឯកសារដែលប្រគល់ជូនទៅបងប្អូនជាមួយនឹងគោលបញ្ជីសិភៅអត្រានុកូលដ្ឋានទាំងពីរក្បាលអញ្ចឹងដើម្បីជៀសវាងបញ្ហាដូចដែលបងប្អូនឃើញនៅលើបណ្ដាញសង្គមមួយរយៈថ្មីនេះសូមឲ្យបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់បាទរួមគ្នាជាមួយមន្ត្រីរបស់យើងហើយជួយពិនិត្យផ្ទៀងផ្ទាត់ឯកសារគតិយុត្តរបស់ខ្លួនឯងបាទទាំងសម្បត្តិកំណើតសម្បត្តិអាពាហ៍ពិពាហ៍ក៏ដូចជាសម្បត្តិមរណភាពរួមផ្សំជាមួយនឹងឯកសារដទៃទៀតដែលជាឯកសារតម្រូវការជាឯកសារកាតព្វកិច្ចជាឯកសារដែលបងប្អូនត្រូវយកទៅប្រើប្រាស់អញ្ចឹងទេមន្ត្រីរបស់យើងក៏ខិតខំយកចិត្តទុកដាក់សរសេរប្រុងប្រយ័ត្នខ្លាចមានកំហុសឆ្គងអីជាដើមហូរហែប៉ុន្តែសូមឲ្យបងប្អូនទាំងអស់គ្នាជួយហើយកុំឲ្យដល់ពេលមានបញ្ហាទៅវាមានការលំបាកដូចដែលបងប្អូនបានឃើញរួចមកហើយខ្ញុំមិនអត្ថាធិប្បាយច្រើនទេពាក់ព័ន្ធជាមួយរឿងនេះគ្រាន់តែសូមជម្រាបជូនបងប្អូនអញ្ចឹងហើយក៏ជំរាបជូនបងប្អូនដែរថាឲ្យមែនតែនទៅមកទល់ពេលនេះបាទក៏ដូចជាតាំងពីពេលយុទ្ធនាការមកយើងក៏មានការលំបាកខ្លះដែរលើគុលបញ្ជីសិភៅទាំងពីរក្បាលដែលគឺគុលបញ្ជីសិភៅអត្រាគោលដ្ឋានហ្នឹងគឺត្រូវសរសេរឲ្យកត់ត្រាដោយដៃបាទត្រូវសរសេរឲ្យកត់ត្រាដោយដៃអញ្ចឹងពេលខ្លះបងប្អូនយើងខ្លះក៏មកបញ្ញាប់បាទមកបញ្ញាប់សុំនេះសុំនោះមន្ត្រីយើងណែនាំខ្លះទៅក៏បានអ្នកខ្លះទៅក៏មិនបានបញ្ញាប់បញ្ញាល់ពេកវានាំឲ្យមានការខុសឆ្គងអញ្ចឹងបើសិនជាបងប្អូនអាចគឺថាជួយពិនិត្យបាទជួយពិនិត្យជួយផ្ទៀងផ្ទាត់ហើយមើលឲ្យបានត្រឹមត្រូវមុននឹងទទួលយកសម្បត្តិកំណើតឬក៏សម្បត្តិអាពាហ៍ពិពាហ៍ឬក៏សម្បត្តិមរណភាពច្បាប់ដើមពីមន្ត្រីរបស់យើងរួមផ្សំនឹងសេចក្តីចម្លងនានាគឺថាជួយពិនិត្យផ្ទៀងផ្ទាត់ឲ្យត្រូវជាមួយនឹងគោលបញ្ជីហើយករណីដូចប្រហែលថ្ងៃនេះឃើញមានការចំណាយថវិកានៅក្នុងការកែសម្បត្តិកំណើតអីជាដើមនេះខ្ញុំសូមជម្រាបជូនថាកិច្ចការងារនេះក៏ពិតទៅបងប្អូនមិនត្រូវមិនគប្បីចំណាយថវិកាអីទេឲ្យមែនតែនទៅបាទបងប្អូនគ្រាន់តែរៀបចំឯកសារពាក់ព័ន្ធបាទបងប្អូនអាចរៀបចំឯកសារពាក់ព័ន្ធហើយឯកសារពាក់ព័ន្ធហ្នឹងខ្ញុំធ្លាប់បានបង្ហាញជារឿយនៅតាមបណ្ដាញសង្គម Facebook បាទបងប្អូនរៀបចំឯកសារពាក់ព័ន្ធអាចទៅមើលវីដេអូចាស់ៗរបស់ខ្ញុំហើយទៅស្នើសុំកែតម្រូវបាទទៅស្នើសុំកែតម្រូវពាក្យស្នើសុំកែតម្រូវនឹងបងប្អូនអាចសុំនៅសាលាក្រុងស្រុកខណ្ឌដែលសិភៅអត្រានុកូលដ្ឋានរបស់បងប្អូនរក្សាទុកនៅទីនោះហើយអាចដាក់ពាក្យស្នើសុំកែតម្រូវនៅត្រឹមសាលាក្រុងស្រុកខណ្ឌហ្នឹងហើយសាលាក្រុងស្រុកខណ្ឌនឹងបញ្ជូនទៅសាលាខេត្តនឹងចាត់ចែងបញ្ជូនទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដើម្បីកែតម្រូវជូនឬក៏បងប្អូនអាចរៀបចំសំណុំឯកសារពាក់ព័ន្ធទាំងអស់ហ្នឹងយកទៅដាក់ពាក្យស្នើសុំកែតម្រូវនៅនាយកដ្ឋានអត្រានុកូលដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃហើយជាក់ស្ដែងខ្ញុំក៏មានមន្ត្រីរបស់ខ្ញុំបាទដែលគាត់ធ្វើការជាជំនួយការរបស់ខ្ញុំគាត់មានកំហុសនៅលើឯកសារអត្រានុកូលដ្ឋានរបស់គាត់ដែរគឺនៅលើសម្បត្តិបញ្ជាក់កំណើតរបស់គាត់បាទអញ្ចឹងគាត់ឡើងទៅរៀបចំនីតិវិធីស្នើសុំកែតម្រូវនៅនាយកដ្ឋានអត្រានុកូលដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទៅគឺអត់មានអស់សេវាអីទេបាទគ្រាន់តែត្រូវចំណាយពេលឡើងទៅហើយត្រូវរកឯកសារពាក់ព័ន្ធទាំងអស់ហ្នឹងដើម្បីភ្ជាប់ទៅជាសំអាងបើជាផុសតាងដើម្បីថាយើងសុំកែតម្រូវព្រោះតែយើងមានឯកសារផ្សេងដែលកត់ត្រាមិនបានត្រឹមត្រូវដោយឯកសារដែលយើងស្នើកែតម្រូវហ្នឹងពេលខ្លះទៅបងប្អូនយើងក៏ខ្ជិលឡើងចុះខ្លួនឯងឲ្យគេធ្វើឯកសារឲ្យខ្លួនឯងសពគ្រប់អីជាដើមចឹងទៅហើយក៏កើតមានរឿងមានរាវនេះហើយជាមួយគ្នានេះខ្ញុំក៏សូមកោតសរសើរ
ចំពោះការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មតាមព័ត៌មានខ្ញុំក៏បានទទួលព័ត៌មានមកដែរថាអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកំពុងដុតដៃដុតជើងធ្វើកិច្ចការងារនេះដែលនៅពេលដ៏ខ្លីខាងមុខយើងនឹងមានប្រព័ន្ធទិន្នន័យអត្រានុកូលដ្ឋាននេះគឺងាយស្រួលហើយកាត់បន្ថយកំហុសឆ្គងជូនបងប្អូនប្រជាពលរដ្ឋជាមួយគ្នាក៏សំណូមពរដោយទទូចបាទបើអាចជួយគ្នាពន្លឿនកិច្ចការងារនេះហើយបងប្អូនរបស់យើងក៏គួរយកចិត្តទុកដាក់បន្ថែមលើកិច្ចការងារនេះពេលខ្លះខ្ញុំក៏ឧស្សាហ៍ឧទាហរណ៍ជាការប្រៀបធៀបបាទជាការប្រៀបធៀបតាមរយៈវីដេអូកន្លងមកអីខ្ញុំឃើញថាមានបងប្អូនយើងខ្លះហ្នឹងគឺថាទៅទិញម្ហូបទៅទិញរបស់របរអីនៅផ្សារហ្នឹងគឺគាត់ពិនិត្យយកចិត្តទុកដាក់តាមដានមើលភ្នែកចិញ្ចិញមើលទំនិញមើលរបស់របររបស់គាត់តើគេឲ្យមកថ្លឹងឲ្យមកត្រឹមត្រូវអត់របស់របរដែលគាត់ទិញនឹងត្រឹមត្រូវអត់ប៉ុន្តែដល់ពេលឯកសារកាតព្វកិច្ចមួយចំនួនបាទឬក៏ឯកសារតម្រូវការជាក់ស្ដែងរបស់ខ្លួនឯងមួយចំនួនបែរជាមិនខិតខំយកចិត្តទុកដាក់បាទបែរជាមិនខិតខំយកចិត្តទុកដាក់ពិនិត្យផ្ទៀងផ្ទាត់ឲ្យស្មើទៅនឹងរបស់របរឬក៏ទំនិញដែលយើងបានទិញទេនេះគឺជាប្រការមួយជាការខ្វះខាតហើយមន្ត្រីរបស់យើងក៏ខិតខំយកចិត្តទុកដាក់ហើយបងប្អូនក៏ខិតខំជួយយកចិត្តទុកដាក់ជាមួយនឹងការខិតខំយកចិត្តទុកដាក់របស់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ពិសេសពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដែលលោកកំពុងតែខិតខំណាជំរុញឲ្យពន្លឿនលើការងារនេះអញ្ចឹងសូមបងប្អូនទាំងអស់គ្នាភាគីអ្នកពាក់ព័ន្ធទាំងអស់គ្នាខិតខំយកចិត្តទុកដាក់ទាំងអស់គ្នាយើងយកចិត្តទុកដាក់ទាំងអស់គ្នាទើបការងារនេះបានប្រសើរហើយសម្រាប់បាននៅចក្ខុវិស័យសម្រាប់បាននៅគោលដៅសម្រាប់បាននៅទិសដៅរបស់រាជរដ្ឋាភិបាលទាំងអស់គ្នាបាទតើតែទាំងអស់គ្នាចូលរួមទើបកិច្ចការរបស់យើងកាន់តែប្រសើរបាទបងប្អូនមានចម្ងល់នានាពាក់ព័ន្ធជាមួយនឹងការងារអត្រាគោលឋាននេះបងប្អូនអាចខមមិននៅខាងក្រោមវីដេអូផុសរបស់ខ្ញុំបាទនេះខ្ញុំបាទនឹងព្យាយាមឆ្លើយជូនបងប្អូនតាមពេលវេលាសមស្របនិងតាមការយល់ដឹងរបស់ខ្លួនជាការចែករំលែកដល់បងប្អូនទាំងអស់បាទសូមអរគុណបាទ